សួស្តីអ្នកគាំទ្រជាទីស្រឡាញ់របស់ខ្ញុំឥឡូវនេះអ្នកនៅជាមួយខ្ញុំហើយ Mosveda រឿងរ៉ាវរបស់ក្មេងប្រុសម្នាក់ឈ្មោះ Thui Nui ដែលត្រូវបានកំណត់ឲ្យក្លាយជា Ninja Spikes ដ៏ល្អម្នាក់បើគាត់មិនអាចដូចនោះទេតើរឿងរ៉ាវនឹងទៅជាយ៉ាងណាចូលយើងស្ដាប់ជាមួយគ្នាជាមួយនឹងការបង្ហើបព័ត៌មានខ្លីនៃខ្សែភាពយន្ត Beverly Hills Ninja Thui Nui Ninja Hack លេងខ្សែភាពយន្តនេះត្រូវបានចេញផ្សាយដោយក្រុមជនជាតិជប៉ុនមួយក្រុមដែលរស់នៅក្នុងតំបន់ដាច់ស្រយាលពួកគេបានលះបង់ខ្លួនឯងដើម្បីអនុវត្តសិល្បៈការពារខ្លួនសម្ងាត់ឬអ្វីដែលយើងហៅថា Ninja 25 ឆ្នាំក្រោយមក Senshi ដែលជាមេដឹកនាំនៃ Ninja បានរកឃើញថ្មអាចកំបាំងមួយអណ្ដែតនៅក្នុងសមុទ្រពេលគាត់បើកវាគាត់បានរកឃើញជនបរទេសស្បែកសម្នាក់ឃើញដូច្នេះធ្វើឲ្យគាត់គិតអំពីរឿងព្រេងមួយដោយជឿថានឹងមាន Ninja Spikes ខ្លាំងម្នាក់នាពេលអនាគតលោកគ្រូបានយកក្មេងប្រុសនោះមកចិញ្ចឹមហើយដាក់ឈ្មោះគាត់ថា Haru ហើយនៅពេលដែល Haru ធំឡើងអ្វីដែលលោកគ្រូគិតហាក់ដូចជាផ្ទុយពីនេះ Haru បានក្លាយជាក្មេងដែលឆ្កុងបំផុតពេលគាត់កំពុងវឹកហាត់គាត់ក៏បានបុកអ្នកដទៃដោយចៃដន្យលើសពីនេះភាពឆ្កុងរបស់គាត់មិនបានថយចុះទេលោកគ្រូឃើញរឿងនេះហើយគិតយ៉ាងខ្លាំងបន្ទាប់មកខណៈពេលដែលអ្នកផ្សេងទៀតកំពុងហាត់ក្បាច់កណ្ដាប់ដៃជាមួយនឹងកម្ដៅចង្ក្រាន Haru បានយកចង្ក្រានអាំងមកអាំងពេលគាត់ហាត់បង្វិលខ្លួនគាត់ស្ទើរតែបាក់ខ្លួនឯងគាត់គួរឲ្យស្រឡាញ់ណាស់រហូតដល់លោកគ្រូច្រណែនគាត់មិនខ្វល់ពីសិល្បៈការពារខ្លួនសម្ងាត់នោះទេរហូតដល់គាត់ឈានដល់វិធីសាស្ត្រសំខាន់បំផុតគាត់ត្រូវលើកឆ្នាំងដែកចូលទៅក្នុងទឹកដើម្បីធ្វើសញ្ញានៅលើកដៃរបស់គាត់ Haru មិនអាចលើកវាបានទេដូច្នេះគាត់បានចាក់ទឹកក្តៅលើអ្នកដែលធ្វើសញ្ញានោះថ្ងៃបន្ទាប់គឺជាថ្ងៃសំខាន់នៃ Ninja លោកគ្រូបានបង្រៀនសិល្បៈចុងក្រោយនោះគឺដើម្បីដកចិត្តចេញដើម្បីអាចតាក់ទងគ្នារវាង Ninja គ្រប់ពេលវេលាមនុស្សគ្រប់គ្នាបានធ្វើវាតាមរបៀបដ៏ត្រជាក់ចិត្តប៉ុន្តែចិត្តរបស់ Haru លឿនដូចផ្លេកបន្ទូបន្ទាប់ពីនោះលោកគ្រូបានឲ្យលុយទៅអ្នកដែលប្រឡងជាប់រូបមន្តសំខាន់ប៉ុន្តែពេលដល់ Haru លោកគ្រូបាននិយាយថាគាត់មិនទាន់ត្រៀមខ្លួនក្លាយជា Ninja នៅឡើយទេយប់នោះជាយប់អបអរសាទរសម្រាប់ Ninja ថ្មី Haru ពិតជាចង់ទៅណាស់ប៉ុន្តែលោកគ្រូបានបញ្ជាឲ្យគាត់យាមការិយាល័យនៅពេលដែលមនុស្សគ្រប់គ្នាមិននៅ Haru បានស្លៀកពាក់ជា Ninja លើសពីនេះគាត់បានយកអាវុធផ្សេងមកលេងតែម្នាក់ឯងភ្លាមនោះមានស្ត្រីម្នាក់បានទូរស័ព្ទមកការិយាល័យនាងបាននិយាយថានាងចង់ជួប Ninja Haru បានឆ្លៀតឱកាសប្រាប់នាងថាគាត់ជា Ninja ប៉ុន្តែនាងមិនជឿទេនាងនិយាយថានាងមិនដែលឃើញ Ninja បរទេសពីមុនមកទេដូច្នេះ Haru បានសរសេររឿងខ្មោចអំពី Ninja ម្នាក់ដែលមាន Spikes នាងនិយាយថាគាត់ជាមនុស្សនោះដូច្នេះនាងបានទៅដុតភ្លើងដើម្បីដុតខ្មោចនោះនាងក៏បានចូលរួមក្នុងកម្មវិធីមួយផងដែររហូតដល់នាងត្រូវបានវាយប្រហារដោយសត្វចម្លែកមួយមុនពេលដែលយើងដឹងថានាងគឺជា Sally Jones នាងចង់ជួ Ninja ម្នាក់ឲ្យដើរតាមមនុស្សដែលនាងកំពុងស្វែងរកពីព្រោះនាងសង្ស័យថាគាត់កំពុងធ្វើរឿងអាក្រក់ដូច្នេះហើយនាងបានផ្ដល់ព័ត៌មានផ្សេង Haru បានយល់ព្រមជួយប៉ុន្តែនាងបានប្រាប់គាត់កុំឲ្យព្យាយាមតាក់ទងនាងនៅថ្ងៃបន្ទាប់ Haru បានទៅកន្លែងនោះគាត់បានរកឃើញឡានមួយគ្រឿងរបស់បុរសម្នាក់ឈ្មោះ Martin ប៉ុន្តែគាត់ឆ្កុងពេកមិនអាចបើកទ្វារបានដូច្នេះ Haru បានបដូរទៅប្រើទូកកៅស៊ើវិញក្នុងពេលជាមួយគ្នានោះ Martin កំពុងលក់ទំនិញមួយគាត់បានបង្កើតទំព័រដាណាបាតคล้ายៗសម្រាប់ប្រទេសជប៉ុនប៉ុន្តែអតិថិជនបានធ្វើវានៅម្ខាងដូច្នេះ Martin បានសម្លាប់គាត់ប៉ុន្តែសាកសពបានធ្លាក់ចូលទៅក្នុងទូករបស់ Haru បានរត់គេចខ្លួនយ៉ាងលឿនប៉ុន្តែប៉ូលីសបានរកឃើញគាត់ជាមួយនឹងសាកសពមួយដូច្នេះ Haru ត្រូវលាក់ខ្លួននៅក្នុងព្រៃបន្ទាប់ពីនោះ Sensei បានជួយ Haru ឲ្យត្រឡប់មកវិញហើយឥឡូវនេះ Haru គឺជាឃាតករ Haru បានប្រាប់រឿងមួយអំពីស្ត្រីម្នាក់ឈ្មោះ Sally Jones នាងបានសុំជំនួយប៉ុន្តែលោកគ្រូបាននិយាយថានាងបានកុហក Haru ពីព្រោះឈ្មោះរបស់នាងគឺ Alison Peck Haru មិនជឿទេហើយនាងគិតថានាងពិតជាត្រូវការជំនួយមែននាងបានប្រាប់លោកគ្រូថានាងនឹងរកនាងឃើញនៅអាមេរិកពីក្រដាសមួយសន្លឹកដែលនាងបានសរសេរសម្រាប់គាត់ប៉ុន្តែវាមានឈ្មោះសន្តាគារនៅក្នុងនោះហើយដើម្បីបញ្ជាក់ដល់លោកគ្រូថានាងជា Ninja Spikes លោកគ្រូពិតជារីករាយណាស់ដែលបានមកដូច្នេះនៅថ្ងៃបន្ទាប់ Haru បាននិយាយលាអ្នករាល់គ្នាឲ្យទៅអាមេរិកលោកគ្រូបានប្រាប់គាត់ឲ្យជឿជាក់លើខ្លួនឯងហើយគាត់បានឲ្យពាក្យអមាសដល់គាត់ប៉ុន្តែលោកគ្រូមិនបាន Haru ទៅកាន់ពិភពលោកតែម្នាក់ឯងទេគាត់បានបញ្ជូន Gobi ឲ្យទៅជួយ Haru ដោយសម្ងាត់ទោះបីជា Gobi មិនចង់ទៅក៏ដោយប៉ុន្តែគាត់មិនអាចមិនស្ដាប់បញ្ជារបស់លោកគ្រូបានទេបន្ទាប់មក Haru ត្រូវឡើងយន្តហោះនាងត្រូវបានត្រួតពិនិត្យអាវុធទាំងអស់របស់នាងពេលនាងនៅលើយន្តហោះនាងបានប្រាប់ក្មេងប្រុសដែលនៅក្បែរនាងថានាងមកធ្វើបេសកកម្មសម្ងាត់មួយដូច្នេះក្មេងប្រុសនោះចង់ដឹងចង់ឃើញអំពីកន្លែងនេះប៉ុន្តែ Haru បាននិយាយថាប្រសិនបាននរណាម្នាក់ដឹងអំពីរឿងនេះគាត់ត្រូវតែថត់វ៉ាទុកដូច្នេះក្មេងប្រុសនោះខ្លាចប្រាប់ឪពុករបស់គាត់ឲ្យវាយគាត់ហើយនៅពេលដែលគាត់មកដល់អាមេរិក Kobe បានដើរតាម Haru ដោយ Haru មិនដឹងខ្លួន Haru បានជួលឡានមួយដើម្បីទៅសន្តាគារពេលគាត់មកដល់សន្តាគារ Haru បានដោះស្បែកជើងរបស់នាងចេញ Haru បានសួរឈ្មោះក្មេងស្រីនោះប៉ុន្តែនាងបាននិយាយថាទេ Haru បានសុំនាងជួលបន្ទប់មួយនាងបាននិយាយថានាងមិនមានលុយទេប៉ុន្តែនៅពេលដែល Haru បានបង្ហាញលុយឲ្យនាងឃើញនាងបានសុំឲ្យមនុស្សមកទទួលនាងបន្ទាប់មកយើងបានស្គាល់ Yui ជាអ្នកដើរលេងនៅសន្តាគារពេលយើងមកដល់បន្ទប់របស់ Haru យើងបានពិនិត្យមើលសុវត្ថិភាពរបស់គាត់ Yui បានសួរថាតើគាត់ជាចារកម្មឬអត់ Haru បាននិយាយថា
គាត់លើសពីនេះទៅទៀតគាត់គឺជានិន្ចាโจអ៊ីរំភើបចិត្តដែលបានឃើញនិន្ចាហារូបានបង្ហាញដាវឲ្យគាត់โจអ៊ីបានសុំឲ្យគាត់ធ្វើជាសិស្សរបស់គាត់ហារូបាននិយាយថាយល់ព្រមប៉ុន្តែគាត់មិនត្រូវបានអនុញ្ញាតឲ្យសួរអ្វីទាំងអស់នៅថ្ងៃបន្ទាប់ហារូបានទៅទិញរ៉ូបថ្មីមួយដើម្បីធ្វើល្អចំពោះមនុស្សនៅទីនេះនាងបានជ្រើសរើសរ៉ូបបែបខ្លាបន្ទាប់មកគាត់បានទៅរកសាលីគាត់ចាំថានាងមានសក់ពណ៌ទង់ដែងដូច្នេះគាត់ក៏ទៅរកស្ត្រីសក់ពណ៌ទង់ដែងពីពេញទីក្រុងក្នុងពេលជាមួយគ្នានោះកូបេបានដើរតាមគាត់ហើយក៏បេបានជួបសាលីពេលកំពុងបើកបរដូច្នេះគាត់បានដាក់ផ្កាយមួយនៅលើកង់រថយន្តរបស់នាងដូច្នេះពួកគេបានជួបគ្នាប៉ុន្តែសាលីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងបានបណ្ដេញហារូចេញយ៉ាងប្រញាប់ប្រញាល់ហារូបានប្រាប់នាងថាម៉ាទីនជាអ្នកក្លែងបន្លំប៉ុន្តែនាងបានរត់គេចខ្លួនយ៉ាងប្រញាប់ប្រញាល់មុនពេលដែលហារូត្រូវរថយន្តបុកបន្ទាប់មកហារូបានដើរតាមម៉ាធីនទៅកាន់បារ៉ាមួយម៉ាទីនបានធ្វើកិច្ចព្រមព្រៀងទិញសម្បុត្រជាមួយម្ចាស់សម្បុត្រហារូដែលមិនធ្លាប់បានឃើញក្មេងស្រីពីមុនមកបានឡើងលើឆាកដើម្បីរាមជាមួយក្មេងស្រីទាំងនោះជាចុងក្រោយនាងត្រូវបានបណ្ដេញចេញកូប៊ីហត់នឿយណាស់នៅពេលជាមួយគ្នានេះម៉ាទីនត្រូវបានម្ចាស់បារ៉មទិញប៉ុន្តែម៉ាទីនបានកម្ចាត់មនុស្សទាំងនោះចោលដូច្នេះគាត់បានទៅរកហារូម្ដងទៀតពីព្រោះសាកសពរបស់នរណាម្នាក់បានធ្លាក់មកលើហារូហើយស្ត្រីនោះបានឃើញគាត់ក៏ទូរស័ព្ទទៅប៉ូលីសនៅថ្ងៃបន្ទាប់ដំណឹងនេះបានរីករាលដាលយ៉ាងទូលំទូលាយមនុស្សយល់ច្រឡំថានិន្ចានោះជាអ្នកក្លែងបន្លំហារូមានអារម្មណ៍អស់សង្ឃឹមដូច្នេះហើយនាងបានដកចិត្តចេញដើម្បីនិយាយជាមួយលោកគ្រូនៅលើពុកលោកគ្រូដឹងថានាងមានបញ្ហាប៉ុន្តែហារូនៅតែចង់ស្នាក់នៅដូច្នេះលោកគ្រូបានប្រាប់នាងឲ្យមើលក្នុងសៀវភៅកត់ត្រាពណ៌លឿងហារូមានការភ្ញាក់ផ្អើលហេតុអ្វីបានជានាងមិនប្រាប់នាងមុនពេលដែលចិត្តរបស់នាងរំភើបបន្ទាប់មកហារូបានរកឃើញកន្លែងរបស់ម៉ាទីននៅក្នុងសៀវភៅកត់ត្រាពណ៌លឿងនាងបានស្លៀកពាក់ជានិន្ចាហើយទៅទីនោះពេលនាងទៅដល់ទីនោះនាងត្រូវរថយន្តបុកកូបេដែលដើរតាមនាងត្រូវតែជួយនាងមិនយូរប៉ុន្មានសាលីក៏បានមកដល់ទីនេះហារូដែលកំពុងមើលបានដឹងថាឈ្មោះរបស់នាងមិនមែនជាសាលីទេនាងឈ្មោះអាលីសុនខ្ញុំនឹងហៅនាងថាសាលីបន្ទាប់មកសាលីបានទៅបន្ទប់របស់ម៉ាទីនដើម្បីរកអ្វីមួយហារូបានព្យាយាមឡើងទៅលើប៉ុន្តែលើកទី1នាងត្រូវបានផ្កាយមួយវាយប្រហារលើកទី2នាងត្រូវបានជើងរបស់កូបេវាយប្រហារដូច្នេះកូបេបានបង្ខំហារូឲ្យឡើងលើពេលហារូជួបសាលីនាងមានការតូចចិត្តដែលនាងបានកុហកនាងប៉ុន្តែនាងបានសុំទោសថាវាចាំបាច់នាងបានប្រាប់ការពិតថានាងត្រូវតែធ្វើជាមិត្តស្រីរបស់ម៉ាធីនព្រោះនាងចង់ដឹងអំពីការស្លាប់របស់ប្អូនស្រីរបស់នាងនាងធ្វើការឲ្យម៉ាទីនបន្ទាប់មកម៉ាទីនបានត្រឡប់មកវិញប៉ុន្តែហារូបានប្រាល់បិចធ្វើបាបខ្លួនឯងដើម្បីរត់គេចខ្លួនបន្ទាប់មកហារូបានក្លែងខ្លួនជាចុងភៅនៅភោជនីយដ្ឋានមួយកន្លែងដែលម៉ាទីនមានកិច្ចប្រជុំហារូបានស្ដាប់ដោយស្ងៀមស្ងាត់ភ្លាមនោះមានក្រុមមនុស្សមួយក្រុមបានមកមើលថែម៉ាទីនសាលីប្រញាប់ទៅប្រាប់ហារូប៉ុន្តែហារូបានប្រាល់បិចធ្វើបាបខ្លួនឯងដើម្បីជួយសង្គ្រោះម៉ាទីនមុនពេលដែលភោជនីយដ្ឋានអស់សាច់កូបេត្រូវឆ្លោះប្រកែកគ្នាមុនពេលហារូនិងសាលីរត់គេចខ្លួនបន្ទាប់មកហារូបាននាំសាលីទៅសន្តាគារនាងបានអរគុណគាត់ដែលបានជួយនាងសាលីបានសុំដេកលើសាឡុងហារូបាននិយាយថានាងចង់ដេកលើគ្រែមុនពេលចូលគេងសាលីបានងូតទឹកហារូបានឃើញរាងកាយរបស់នាងតាមស្រមោលនៅក្នុងបន្ទប់ទឹកប៉ុន្តែពេលនាងកាត់សក់នាងបានដឹងថារាងកាយរបស់នាងខុសគ្នានៅថ្ងៃបន្ទាប់ហារូនិងសាលីបានទៅរកធនាគាររិកម្នាក់ឈ្មោះ Walter គាត់មានកិច្ចព្រមព្រៀងអាជីវកម្មជាមួយម៉ាទីនហារូចង់បង្ហាញគាត់នៅមេរៀនដែលនាងបានរៀនប៉ុន្តែនៅទីបញ្ចប់សាលីត្រូវតែធ្វើវាដោយខ្លួនឯងហារូបានប្រើការធ្វើបាបខ្លួនឯងដើម្បីឲ្យ Walter និយាយ Walter បាននិយាយថាគាត់ជាអ្នកដែលបានធ្វើអត្តសញ្ញាណប័ណ្ណคล้ายៗថ្ងៃនេះគាត់បានណាត់ជួបជាមួយម៉ាទីនពួកគេទាំង3នាក់ស្រវឹងពេលម៉ាទីនមកដល់ទីនេះហារូបានធ្វើពុតជាអ្នកគ្រប់គ្រងរបស់ Walter ម៉ាទីនបានប្រាប់គាត់ឲ្យបិទភ្នែកហើយទៅខ្លាំងសាលីបានដើរតាមគាត់ពេលគាត់ទៅដល់ទីនោះហារូទៅតែស្រវឹងប៉ុន្តែកូបេបានជួយគាត់យកពុកមាត់មកវិញម៉ាទីនបានប្រាប់ហារូឲ្យរកលុយដែលគាត់ត្រូវការប៉ុន្តែហារូប្រញាប់ប្រញាល់រកឱកាសលួចពុកមាត់របស់គាត់ពេលគាត់រកឃើញវាគាត់ត្រូវបានចាប់ខ្លួនម៉ាធីនមានការបរិច្ឆេទដើម្បីលូកពុកមាត់របស់គាត់ប៉ុន្តែម៉ាទីនមិនអនុញ្ញាតឲ្យគាត់យកពុកមាត់របស់គាត់មកវិញទេក្នុងពេលជាមួយគ្នានោះសាលីបានជួយហារូប៉ុន្តែនៅពេលដែលហារូហៀបនឹងយកម៉ាទីននាងត្រូវបានម៉ាទីនចាប់បាននៅក្នុងបន្ទប់ទូរស័ព្ទពេលហារូភ្ញាក់ពីដំណេកប៉ូលីសក៏មកដល់ដូច្នេះកូបេបានគប់គ្រាប់បែកផ្សែងមួយដើម្បីជួយហារូបានរួចជីវិតបន្ទាប់មកកូបេបាននិយាយទៅកាន់លោកគ្រូថាគាត់មិនអាចជួយហារូបានទៀតទេប៉ុន្តែនៅពេលនោះហារូក៏ចុះចាញ់ដែរដូច្នេះលោកគ្រូអនុញ្ញាតឲ្យកូបេលាក់ខ្លួនជាមុនសិនហារូបានប្រាប់លោកគ្រូថាគាត់ចង់ពូកែដូចកូបេប៉ុន្តែលោកគ្រូមិនចង់ឲ្យគេប្រៀបធៀបគាត់ទៅនឹងខ្លួនគាត់ទេប៉ុន្តែហារូបាននិយាយថាកូបេគឺល្អបំផុតគាត់ស្រឡាញ់កូបេដូចជាបងប្រុសទាំងលោកគ្រូនិងកូបេសុទ្ធតែសប្បាយចិត្តខ្លាំងណាស់ដូច្នេះលោកគ្រូបានលើកទឹកចិត្តហារូឲ្យជួយសាលីក្នុងនាមជានិន្ចានៅថ្ងៃបន្ទាប់ហារូបានស្លៀកពាក់ជានិន្ចាជាមួយនឹងអាវុធโจអ៊ីបានបើកឡានឲ្យហារូប៉ុន្តែហារូជឿលើការស្រមើស្រមៃរបស់គាត់ដូច្នេះគាត់បានបើកឡានទៅទីលានបាល់ទាត់កូប៊ីមិនអាចត្រាំបានទេដូច្នេះគាត់បានដាក់ថ្នាំសណ្ដំលើโจអ៊ីរួចបើកឡានពេលគាត់មកដល់ហារូត្រូវឡើងដើមឈើមួយហើយធ្លាក់ចូលទៅក្នុងឡានរបស់ម៉ាទីន
Haru ត្រូវបាន Martin ដេញតាមទីបំផុត Kobe បានមកជួយអ្នកទាំងពីរមុនពេលដែល Gob សុំឲ្យ Haru ជួយ Solly Haru បានទៅរកបន្ទប់របស់ Solly Haru ត្រូវបានចាប់ខ្លួនគាត់បានបើកឡានទៅបន្ទប់នោះហើយបានឃើញ Solly ត្រូវបានចាប់ខ្លួនជាមួយនឹងគ្រាប់បែកក្នុងរយៈពេល10នាទី Haru បានព្យាយាមជួយសង្គ្រោះគ្រាប់បែកនោះប៉ុន្តែវាយឺតពេលទៅហើយដូច្នេះគាត់ក៏សម្រេចចិត្តត្រឡប់ទៅជួយ Kobe វិញអ្នកទាំងពីរស្ទើរតែស្លាប់ Joey បានឡើងដើមឈើមួយហើយជួយពួកគេប៉ុន្តែ Martin បានបាញ់ Haru ដោយកាំភ្លើង Haru បានប្រញាប់ប្រញាល់ទៅជួយសង្គ្រោះ Sally 40 វិនាទីក្រោយមក Haru បានបាញ់រថយន្តដែល Martin កំពុងបើកបរ Martin ត្រូវបានបាញ់ប៉ុន្តែគាត់នៅរស់រានមានជីវិត Haru បានជួយសង្គ្រោះ Sally មិនយូរប៉ុន្មានប៉ូលីសនិងអ្នកយកព័ត៌មានបានមកដល់កន្លែងកើតហេតុ Haru ត្រូវបានដោះលែង Joey បានប្រាប់អ្នកយកព័ត៌មានថាគាត់ជា Ninja ហើយគាត់ជា Ninja ស្បែកខ្មៅបន្ទាប់មក Haru បានត្រឡប់មកជំរំ Ninja វិញដើម្បីជួយសង្គ្រោះមនុស្សគ្រប់គ្នា Haru បានថ្លែងអំណរគុណដល់លោកគ្រូដែលបានធ្វើឲ្យគាត់ជឿជាក់លើខ្លួនឯងទោះបីជាគាត់មិនមែនជា Ninja ស្បែកខ្មៅក៏ដោយ Kobe បានប្រាប់ Haru ថាប្រសិនបើគាត់អាចជ្រើសរើសបានគាត់នឹងជ្រើសរើស Haru មុននឹងឲ្យកាក់ប្រាក់ទៅឲ្យ Ninja គ្រប់គ្នាបាននិយាយលា Haru ប៉ុន្តែពេលឡានត្រូវបានបញ្ចេញ Kobe បានជាប់គាំងជញ្ជាំងហើយបុកនឹងថ្មមួយហើយធ្លាក់ចូលទៅក្នុងសមុទ្រហើយភាពយន្តនេះក៏ចប់នៅត្រឹមនេះ